សូម្បីតែប្រទេសជិតខាងក្បែរខាងយើងសប្តាហ៍ថ្ងៃដែលជាអតីតរាជធានីរបស់ខ្មែរក៏នៅតែទទួលឥទ្ធិពលរបស់ខ្មែរសម័យនោះដែរមិនថារបបទេវនិយមរបបរាជានិយមរបបស្អីដែលគេគោរពបូជាហ្នឹងគឺយកតាមលំអានឥទ្ធិពលខ្មែរពីសម័យនោះមកតែដល់ទៅពេលគេរងថ្ងៃគេអនុវត្តបានល្អគេពង្រីកចង់ចូលមកយើងវិញយើងចង់វាដូចចង់ត្រឡប់ទៅលិនបដូរធាតុហ្នឹងព្រោះអីព្រោះយើងអត់បានលើកតម្កើងរបស់យើងចឹងបានតែខ្ញុំកណ្ណាខ្ញុំបារម្ភត្រង់ចំណុចនេះណាទើបចេះតែផ្ដាំផ្ញើឲ្យយើងកុំឆ្លោះគ្នាទៀតទៅព្រោះបើប៉ោចវាសឹកតែដោកទេអញ្ចឹងចូលយើងមនុស្សម្នាក់ជាចំណែកមួយលើកកម្ពស់មកវិញស្ដារមកវិញឲ្យបានឃើញនៅភាពប្រណិតអំពីខឿនវប្បធម៌របស់ខ្លួន